តើអ្នកធ្លាប់ស្រមៃទេថាបើសិនជាអ្នកជាស្ដេចដ៏ខ្លាំងពូកែម្នាក់ហើយរស់នៅដោយភាពឯកោរហូតដល់ថ្ងៃមួយអ្នកត្រូវបានស្លាប់ទៅហើយភ្ញាក់ខ្លួនឡើងទៅជាទារកតូចមួយនៅក្នុងពិភពថ្មីមួយទៀតដែលពិភពនោះពោរពេញទៅដោយវេទមន្តតើអ្នកនឹងកែប្រែជោគវាសនារបស់អ្នកយ៉ាងដូចម្តេចសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំដឹងថាប្រិយមិត្តច្រើនកំពុងតែតាមដានរឿង The Beginning After the End ហើយថ្ងៃនេះខ្ញុំនឹងមកបកស្រាយអំពីរឿងរ៉ាវដ៏អាថ៌កំបាំងនិងជីវិតទាំងពីររបស់បរិមម្នាក់ដែលយើងស្គាល់ថា Arthur Levin តើគាត់គឺជានរណាហេតុអ្វីបានជាគាត់ចាប់ជាតិសាជាថ្មីតោះកុំឲ្យខាតពេលយូរយើងទៅតាមដានទាំងអស់គ្នា Arthur Levin នឹងគឺជាតួអង្គឯកនៅក្នុងរឿង The Beginning After the End នឹងឯងនិយាយទៅគឺនិយាយអំពីខ្សែជីវិតស្ដេចមួយអង្គដែលគេឲ្យឈ្មោះថាជា King Grey ដែលជាស្ដេចដ៏ពូកែនៅក្នុងការធ្វើសឹកសង្គ្រាមនៅក្នុងជីវិតមុនរបស់គាត់គឺជាមនុស្សដែលពូកែប្រយុទ្ធហើយមានអំណាចខ្លាំងក្លាបំផុតនៅក្នុងអាណាចក្ររបស់គាត់មុនពេលដែលគាត់ចាប់កំណើតសារជាថ្មីជា Arthur Levin គាត់ត្រូវបានគេស្គាល់ថាជា King Grey គាត់គឺជាស្ដេចដែលត្រូវបានគេគោរពកោតខ្លាចយ៉ាងខ្លាំងក៏ប៉ុន្តែនៅក្នុងជីវិតនោះគាត់គឺរស់នៅដោយភាពឯកោមិនសូវជាមានភាពកក់ក្ដៅនិងមានអារម្មណ៍ថាគ្មានគោលដៅនៅក្នុងជីវិតច្បាស់លាស់នោះទេគាត់គឺជាមនុស្សម្នាក់ដែលមានអំណាចធម៌ពលកំពូលម្នាក់ក៏ប៉ុន្តែក៏ធ្លាប់ធ្វើរឿងជាច្រើនដែលធ្វើឲ្យគាត់សោកស្ដាយនិងមានវិបត្តិសេរីនៅក្នុងជីវិតផងដែរនិយាយទៅ King Grey នឹងគឺជាមនុស្សដែលឈាមត្រជាក់ហើយមិនដែលខ្លោបខ្លាចនៅក្នុងការធ្វើសង្គ្រាមបង្ហូរឈាមដើម្បីសម្រេចមហិច្ឆតារបស់ខ្លួននោះទេក្រោយមកទៀតគេដឹងថាគាត់បានពក់ទ្រិតដោយអាថ៌កំបាំងនៅក្នុងជីវិតនោះផងដែរក្រោយពីគាត់បានពក់ទ្រិតទៅគាត់ក៏បានចាប់ជាតិឡើងវិញនៅក្នុងពិភពលោកថ្មីមួយទៀតដែលពោរពេញទៅដោយវេទមន្តនិងសត្វចម្លែកដ៏អស្ចារ្យគាត់បានចាប់បដិសន្ធិជាទារកតូចមួយដែលមានឈ្មោះថា Arthur Levin នឹងឯងដែលជាកូនប្រុសរបស់ឪពុកម្ដាយរបស់គាត់ដែលជាអតីតអ្នកផ្សងព្រេងបើទោះបីជាចាប់បដិសន្ធិសារជាថ្មីក៏ដោយក៏ប៉ុន្តែចំណេះដឹងនិងបទពិសោធន៍ជីវិតរបស់គាត់ដែលជា King Grey ពីជាតិមុននោះគឺនៅតែរក្សាដដែលនៅក្នុងការចងចាំរបស់គាត់ដំបូងឡើយ Arthur មានអារម្មណ៍ថាមិនសប្បាយចិត្តនិងខឹងស្របាព្រោះបានកើតជាទារកតូចមួយក៏ប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏បានដឹងថាពិភពលោកថ្មីមួយនេះមានវេទមន្តដែលគាត់មិនធ្លាប់បានស្គាល់និងបានដឹងពីមុនមកនោះទេគាត់ក៏ចាប់ផ្ដើមរៀនសូត្រនិងស្វែងយល់អំពីវេទមន្តនិងបង្កើនកម្លាំងនិង level របស់ខ្លួនឯងដើម្បីការពារខ្លួនឯងនិងមនុស្សជាទីស្រឡាញ់របស់គាត់នៅក្នុងជីវិតថ្មីនេះ Arthur ចង់កែប្រែកំហុសរបស់គាត់ដែលបានធ្វើអំពីជាតិមុនគាត់ចង់រស់នៅដោយភាពស្មោះត្រង់អំពើល្អហើយមានភាពក្លាហានជាមួយនឹងមនុស្សដែលគាត់ស្រឡាញ់គាត់រៀនពីបទពិសោធន៍ថ្មីហើយបានស្វែងរកអំពីគោលបំណងជីវិតពិតរបស់គាត់ដែលគាត់ខ្វះខាតអំពីជាតិមុននោះឯងនៅពេលដែលគាត់បានធំឡើង Arthur បានក្លាយទៅជាអ្នកប្រើប្រាស់វេទមន្តដ៏ខ្លាំងពូកែម្នាក់ហើយមានតួនាទីសំខាន់នៅក្នុងពិភពលោកថ្មីរបស់គាត់បានជួបជាមួយនឹងមិត្តភ័ក្តិថ្មីហើយបានចូលរួមនៅក្នុងការប្រយុទ្ធដ៏ធំមួយរវាង Decadent ទ្វីបដែលគាត់រស់នៅនិង Virentra ដែលជាកោសម្ព័ន្ធទេពមួយដែលបានត្រូវបណ្ដេញចេញ Arthur គាត់បានក្លាយទៅជាមេដឹកនាំមួយរូបដែរបើទោះបីជាគាត់ខ្លាចថាគាត់នឹងអាចត្រឡប់ទៅជាឆេវឆាវខូខើព្រៃផ្សៃដូចជាជីវិតជាតិមុនរបស់គាត់ដែលជា King Grey នៅក្នុងកំឡុងពេលធ្វើសង្គ្រាម Arthur ក៏បានរកឃើញថាការចាប់ជាតិជាជីវិតថ្មីរបស់គាត់មិនមែនជារឿងចៃដន្យនោះទេហើយក៏មិនមែនមានតែគាត់ម្នាក់នោះដែរដែលត្រូវបានចាប់ជាតិសារជាថ្មីនោះនិយាយជារួមរឿងរ៉ាវរបស់ Arthur Levin គឺនិយាយអំពីការចាប់កំណើតសារជាថ្មីរបស់ស្ដេចមួយអង្គដែលមានកម្លាំងនិងប្រាជ្ញាខ្លាំងពូកែដែលព្យាយាមកែប្រែខ្លួនឯងរស់នៅក្នុងជីវិតថ្មីដែលមានគោលបំណងពិតប្រាកដ
ហើយចង់ការពារមនុស្សដែលខ្លួនគាត់ស្រឡាញ់នៅក្នុងពិភពលោកថ្មីដែលពោពេញទៅដោយវេទមន្តអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំនៅថ្ងៃនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់កាន់តែច្បាស់អំពីរឿងរ៉ាវជីវិតជាតិមុននិងជីវិតជាតិក្រោយរបស់ Arthur Levin ហើយគាត់គឺពិតជាតួអង្គមួយដែលធ្វើឲ្យយើងតែងតែគិតច្រើនអំពីការកែប្រែខ្លួនរបស់គាត់ពីបុគ្គលដែលធ្លាប់តែខូខើព្រៃផ្សៃមកក្លាយជាបុគ្គលដែលពោពេញទៅដោយសេចក្តីស្រឡាញ់និងការចង់ការពារមនុស្សដែលខ្លួនឯងស្រឡាញ់ផងដែរតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះការសម្រេចចិត្តរបស់ Arthur នៅក្នុងជីវិតថ្មីរបស់គាត់តើអ្នកទាំងអស់គ្នាគិតថាគាត់គួរតែធ្វើអ្វីបន្តទៀតកុំភ្លេចណា comment វានៅខាងក្រោមវីដេអូប្រាប់ខ្ញុំផងបើពេញចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចចុច like share ហើយជាពិសេស subscribe channel របស់ខ្ញុំដាក់សញ្ញាកណ្ដឹងមួយដើម្បីកុំឲ្យខកខានវីដេអូថ្មីៗដែលតាក់ទងទៅនឹង anime ថ្មីៗប្លែកៗជាច្រើនផ្សេងទៀតជួបគ្នានៅវីដេអូក្រោយបាយបាយសូមព្រះប្រទានពរ